កាន់តែក្តៅហើយលោកតាន់គឹមសួរប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះទៅអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការខុបខិតជាមួយឈ្មួញល្បីឈ្មោះមួយរូបក្នុងការកាប់បំផ្លាញដឹកជញ្ជូនបទល្មើសព្រៃឈើលោកតាន់គឹមសួរប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិបានសម្រេចប្តឹងលោកឧត្តមសេនីយ៍ត្រីស័ក្តិសារ៉ាងមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះទៅកាន់លោកកតេនីតេកោសលបណ្ឌិតអោមយិនទៀងទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដោយបានប្តឹងចោទប្រកាន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះថាបានខុបខិតជាមួយឈ្មួញល្បីឈ្មោះមួយរូបឈ្មោះហាចក្នុងការកាប់បំផ្លាញដឹកជញ្ជូនបទល្មើសព្រៃឈើយោងតាមពាក្យបណ្ដឹងដែលអង្គភាពយើងបានទទួលគឺលោកតាន់គឹមសួរប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះទៅអង្គភាពប្រឆាំងអំពើពុករលួយតាំងតែពីអំឡុងខែឧសភាមកម្លេះប៉ុន្តែពាក្យបណ្ដឹងទើបនឹងត្រូវបានបង្ហោះកាលពីប្រលប់ថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025បន្ទាប់ពីមានហេតុការណ៍លោកតាន់គឹមសួរនិងយុវជនស្រឡាញ់ធម្មជាតិដទៃទៀតបានចុះស្រាវជ្រាវឈានដល់ការខាត់រថយន្តដឹកឈើហើយរាយការណ៍ទៅមន្ត្រីជំនាញអស់រាប់ម៉ោងមិនឃើញចុះទៅយកវត្ថុតាំងឡើយរហូតក្រោយមកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រីស័ក្តិសារ៉ាងមិនបានចុះទៅសហការជាមួយបែជាបញ្ជាឲ្យកូនចៅចុះទៅសាកសួរនាំរកបេសកកម្មនិងប្រងនាំលោកតាន់គឹមសួរនិងក្រុមការងារទៅសួរនាំទៅវិញករណីនោះបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមក្រោយពីមានហេតុការណ៍នោះកើតឡើងនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសបានណែនាំភ្លាមៗទៅលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឲ្យចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើក្រោយពីទទួលបានសេចក្តីរាយការណ៍នៃបទល្មើសមួយនេះទីបើយោងតាមលោកឧត្តមសេនីយ៍ត្រីអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបំភ្លឺយោងតាមពាក្យបណ្ដឹងលោកតាន់គឹមសួរជាប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិដាក់ចូលទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU ដឹងលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះដែលមានការទំនាក់ទំនងជាមួយមេឈ្មួញឈើដល់ល្បីឈ្មោះម្នាក់មូហាចស្ថិតនៅឃុំហាន់ជ័យស្រុកឆ្លងខេត្តក្រចេះក្នុងការចរាចរផលអនុផលព្រៃឈើខុសច្បាប់និងឈានឆ្ពោះទៅមានវិធានការតាមផ្លូវច្បាប់ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថាពួកយើងគឺជាយុវជនដែលស្រឡាញ់និងតែងតែបង្ហាញការខ្វាយខ្វល់ចំពោះសម្បត្តិធនធានធម្មជាតិជាពិសេសផ្ដោតខ្លាំងទៅលើសម្បត្តិធនធានធម្មជាតិនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់កន្លងមកពួកយើងបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលជាពិសេសក្រសួងបរិស្ថានក្នុងសកម្មភាពដាំស្ដារព្រៃឈើឡើងវិញនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបន្តដោយហេតុថានៅថ្ងៃទី13ខែឧសភាឆ្នាំ2025ក្រុមការងាររបស់សមាគមយើងខ្ញុំបានចុះទៅស៊ើបអង្កេតនៅទីតាំងមួយកន្លែងដែលស្ថិតនៅឃុំហាន់ជ័យស្រុកឆ្លងខេត្តក្រចេះស្រាប់តែប្រទះឃើញមានការលួចលាក់ស្តុកឈើខុសច្បាប់ជាច្រើនរបស់មេឈ្មួញឈើដុសស្លាយល្បីឈ្មោះម្នាក់ឈ្មោះហាចក្រោយពីធ្វើការសាកសួរអំពីករណីលួចលាក់ស្តុកទុកឈើទាំងនោះមកឈ្មោះហាចបានលើកឡើងចំថានេះគឺជាឈើដែលរបស់លោកឧត្តមសេនីយ៍ត្រីស័ក្តិសវាងមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះបានឲ្យគេរៀបចំជូនមានវីដេអូភស្តុតាងមួយសន្ទុះក្រោយមកលោកឧត្តមសេនីយ៍ត្រីក៏បានធ្វើការទំនាក់ទំនងមកក្រុមការងារយើងដើម្បីធ្វើការអន្តរាគមន៍ផងដែរគាត់បានសម្លេងអន្តរាគមន៍ក្រោយពីក្រុមការងារសមាគមយើងខ្ញុំបានពិភាក្សាមកគឺអាចសន្និដ្ឋានបានថាវាពិតជាមានរឿងមិនប្រក្រតីខ្លាំងណាស់ដែលលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះដែលមានសមត្ថកិច្ចបង្ក្រាបបទល្មើសធនធានធម្មជាតិបែរជាមានការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងឈ្មោះឈើដ៏ល្បីឈ្មោះប្រចាំខេត្តក្រចេះទៅវិញមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានការសហការជាមួយឈ្មោះឈើខាងលើក្នុងការចរាចរផលអនុផលព្រៃឈើខុសច្បាប់ទៅទៀតពាក់ព័ន្ធនឹងបញ្ហាខាងលើអង្គភាពយើងមិនអាចសុំការបកស្រាយពីលោកឧត្តមសេនីយ៍ត្រីជុំវិញនឹងការប្តឹងលោកទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយអង្គភាពយើងរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ